ទូរទស្សនិកជនតាក់ទងនឹងបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនពិសេសរឿងសន្តិភាពអ៊ុយក្រែននេះយើងមានការជួបបន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិទាំងពីររូបរបស់ទូរទស្សន៍ព័ត៌មាន BTV គឺលោកណនរីណានិងលោកចិនសេរីមហើយយើងក៏និយាយតាក់ទងទៅនឹងបញ្ហាលទ្ធភាពដែលថាសហរដ្ឋអាមេរិកតាមមើលទៅអាចនឿយណាយពីកិច្ចប្រឹងប្រែងជំរុញសន្តិភាពអ៊ុយក្រែននេះដែរឬអត់បាទឥឡូវនេះខ្ញុំបាទសូមផ្ដល់សំណួរដំបូងជូនទៅកាន់លោកសេរីមតែម្ដងបាទលោកសេរីមតាមមើលទៅសហរដ្ឋអាមេរិកអាចនឹងនឿយណាយឈប់សម្របសម្រួលឲ្យមានសន្តិភាពអ៊ុយក្រែនទេស្របពេលដែលអាមេរិកបានលើកសំណើច្រើនលើកច្រើនសារហើយក៏មានជំនួបផ្ទាល់ជាមួយលោកពូទីនទៀតរវាងលោកត្រាំនិងលោកពូទីននៅអាឡាស្កាកន្លងទៅលើកណាក៏មិនទាន់ទទួលបានជោគជ័យដែរអញ្ចឹងតាមមើលទៅអាចអាមេរិកនឿយណាយពីរឿងនេះទេបាទបើតាមមើលទៅកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះគឺសហរដ្ឋអាមេរិកមានការប្រឹងប្រែងខ្លាំងមែនទែនហើយច្រើនលើកច្រើនសារទៅទៀតដែលមើលពីចម្ងាយទៅហាក់ដូចជាសហរដ្ឋអាមេរិកនេះចង់បានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជាងភាគីរុស្ស៊ីនិងអ៊ុយក្រែនដែលជាសាមីចំនួនទៅទៀតហើយកិច្ចខិតខំប្រឹងប្រែងលើកនេះក៏សហរដ្ឋអាមេរិកធ្វើជាអន្តរការីខំប្រឹងប្រែងណាស់ដែរហើយបើតាមមើលសកម្មភាពនេះទំនងជាសហរដ្ឋអាមេរិកអាចនឿយណាយនៅពេលខាងមុខដោយសារតែនិយាយមិនទៅមុខទាញភាគីទាំងពីរឲ្យខិតចូលគ្នាក៏មិនអាចខិតចូលទៅទៀតដោយជំហរទាំងខាងភាគីនិងអ៊ុយក្រែនមើលទៅហាក់ដូចជាពឹងផ្អែកលើសហរដ្ឋអាមេរិកទៅវិញហើយអង្គុយចាំតែច្រានចោលចាំតែប្រកែកតែប៉ុណ្ណោះដោយមិនមានការខិតខំប្រឹងប្រែងជាការរួមចំណែកជាមួយសហរដ្ឋអាមេរិកទេអញ្ចឹងមើលទៅបើនិយាយពីរឿងដដែលនេះអាចធ្វើឲ្យសហរដ្ឋអាមេរិកនឿយណាយការនឿយណាយរបស់សហរដ្ឋអាមេរិកនឹងក៏ត្រូវបានប្រកាសប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំក៏បានធ្លាប់ប្រកាសដែរថាលោកនឹងដើរចេញពីអ៊ុយក្រែនលែងគិតគូរពីសង្គ្រាមនៅអ៊ុយក្រែនដែរប៉ុន្តែសហរដ្ឋអាមេរិកនៅតែចូលមកធ្វើអន្តរការីដដែលហើយថ្មីនេះលោក Jared Kushner ដែលជាកូនប្រសារសំណប់របស់លោកត្រាំនឹងបានប្រកាសហើយថាប្រសិនបើភាគីអ៊ុយក្រែននៅតែពង្រឿយកន្តើយបែបនេះនៅតែចាំច្រានចោលមិនមានដំណោះស្រាយបែបនេះគឺសហរដ្ឋអាមេរិកអាចនឹងដើរចេញពីការធ្វើជាអន្តរការីក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនមិនតែប៉ុណ្ណោះលោក Jared Kushner ក៏បានបញ្ជាក់ដែរថាបើមើលទៅគឺប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky ហាក់ដូចជាអត់ចង់បញ្ចប់សង្គ្រាមទេលោក Zelensky ចង់បន្តសង្គ្រាមនឹងតទៅទៀតព្រោះលោក Zelensky ដឹងច្បាស់ណាស់ថាបើសិនបើសង្គ្រាមនឹងវាចប់ទៅហើយរៀបចំការបោះឆ្នោតសារជាថ្មីជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននោះលោក Volodymyr Zelensky ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែននៅពេលបច្ចុប្បន្ននេះនឹងមិនជាប់ឆ្នោតជាប្រធានាធិបតីទេហើយអាចនឹងមានទោសទណ្ឌថែមទៀតទោសទណ្ឌនៅត្រង់ថានៅពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសអ៊ុយក្រែនមានអំពើពុករលួយខ្លាំងមានអំពើពុករលួយជាពិសេសទាំងខាងរដ្ឋបាលផ្នែកស៊ីវិលនិងទាំងខាងរដ្ឋបាលផ្នែកខាងយោធាហើយនៅពេលបច្ចុប្បន្ននេះថ្មីត្បិតតែប្រទេសអ៊ុយក្រែនជាប្រទេសមានសង្គ្រាមជាមួយរុស្ស៊ីមែនប៉ុន្តែនៅលើទឹកដីអ៊ុយក្រែនមានរថយន្តបណ្ឌិតច្រើនណាស់ដែលជាប្រភេទរថយន្តមានតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិមាន 50% ពាក់ស្លាកលេខប្រទេសអ៊ុយក្រែនដូច្នេះទាំងអស់នេះគឺអាចធ្វើឲ្យសហរដ្ឋអាមេរិកនឿយណាយហើយឈប់សម្របសម្រួលក្នុងការស្វះស្វែងរកសន្តិភាពឲ្យប្រទេសអ៊ុយក្រែននៅពេលខាងមុខនេះជាការគម្រាមមួយទៀតរបស់សហរដ្ឋអាមេរិកហើយប្រទេសអ៊ុយក្រែននេះប្រសិនបើសហរដ្ឋអាមេរិកលែងគិតគូរឬអាចនិយាយថាអាមេរិកដើរចេញពីអ៊ុយក្រែនតែម្ដងនោះអ៊ុយក្រែននឹងលំបាកនៅក្នុងការទប់ទល់ជាមួយនឹងប្រទេសរុស្ស៊ីនឹងវាយប្រហារយកដីអ៊ុយក្រែននឹងកាន់តែច្រើនថែមទៀតនិយាយជារួមមកវិញគឺសហរដ្ឋអាមេរិកអាចនឹងដើរចេញពីកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពឲ្យប្រទេសអ៊ុយក្រែនប្រសិនបើតាមការចោទប្រកាន់ថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនគ្មានបំណងបញ្ចប់សង្គ្រាមនៅលើទឹកដីរបស់ខ្លួននោះបាទលោកណាតាមមើលទៅបើសិនជាសហរដ្ឋអាមេរិកដើរចេញពីការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននេះអាមេរិកខ្លួនឯងអាចនឹងទទួលរងផលប៉ះពាល់អ្វីខ្លះទេហើយទាំងអឺរ៉ុបទាំងអ៊ុយក្រែនជាដើមនឹងអាចរងផលប៉ះពាល់យ៉ាងណាដែរបាទសម្រាប់សហរដ្ឋអាមេរិកដូចជាមិនរងផលប៉ះពាល់អីទេគ្រាន់តែថាការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកកាលពីឆ្នាំ2024ថា
លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែននេះរយៈពេល24ម៉ោង72ម៉ោងក្រោយលោកកាន់តំណែងក្រោយមកថាត្រូវការពេលវេលាច្រើនទៀតដើម្បីដោះស្រាយដោយសារតែភាគីទាំងពីរខ្វែងគំនិតគ្នាប៉ុន្តែជាក់ស្ដែងការអនុវត្តការងាររបស់លោកត្រាំគឺមើលឃើញថាប្រឹងប្រែងស្វះស្វែងមែនទែនក្នុងការព្យាយាមបញ្ចប់សង្គ្រាមនេះប៉ុន្តែវាហាក់ដូចជាអត់មានទិសដៅណាដែលត្រូវបញ្ចប់ទេដូច្នេះសហរដ្ឋអាមេរិកមានអីគ្រាន់តែខាតបង់នៅការជួយអ៊ុយក្រែនហើយអ៊ុយក្រែនត្រូវសងត្រឡប់មកវិញតែប៉ុណ្ណឹងទេប៉ុន្តែការខិតខំប្រឹងប្រែងរបស់លោកត្រាំនេះគឺមកទល់នឹងពេលនេះមិនទាន់ការប្រកាសជាផ្លូវការទេប៉ុន្តែអ្វីដែលជាការកត់សម្គាល់ដែលថាសហរដ្ឋអាមេរិកនឿយណាយហ្នឹងគឺលោកត្រាំបានប្រកាសមកលើកទៅហើយក្រោយពេលដែលភាគីទាំងពីរមិនសម្រេចថាអាចនឹងដើរចេញប៉ុន្តែម្ដងនេះគឺកូនប្រុសច្បងលោកត្រាំលោក Donald Trump Jr. បាននិយាយថាអ៊ុយក្រែនដោយអត់ត្រៀមខ្លួនក្នុងការបញ្ចប់សង្គ្រាមទេហើយក៏បន្ទោសទាំងអឺរ៉ុបទៀតថាអឺរ៉ុបដាក់ទណ្ឌកម្មអ៊ុយក្រែនរុស្ស៊ីយូរហើយប៉ុន្តែអត់មានប្រសិទ្ធភាពទេអញ្ចឹងមកពីអឺរ៉ុបខ្លួនឯងវាសាំញ៉ាំវារញ៉េរញ៉ៃមិនស្របគ្នាហើយធ្វើស្អីមួយមិនទាន់បានជោគជ័យផងឬក៏មិនទាន់ចាប់ផ្ដើមផងមកអន្តងអាមេរិករុញចុះរុញឡើងប៉ុន្តែខ្លួនឯងនឹងអត់មានបានធ្វើអីដែលមានប្រសិទ្ធភាពទេដូចជាករណីដែលទប់ស្កាត់កញ្ចប់ថវិការុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មប្រេងមកដល់ពេលនេះគឺរុស្ស៊ីនៅតែបង្កើនថវិកាធ្វើសង្គ្រាមបានដដែលនេះគឺជាការលើកឡើងប៉ុន្តែយ៉ាងណាក៏ដោយគេគិតថាលោក Donald Trump Jr. ដែលនិយាយហ្នឹងក៏ឆ្លុះបញ្ចាំងពីការមិនពេញចិត្តពីក្នុងមន្ត្រីក្រមការងាររបស់លោក Donald Trump ដែលក្រោយពីការចាក់ចេញពីវិមានក្រំឡាំងមកជួបនឹងមន្ត្រីអ៊ុយក្រែននៅរដ្ឋ Florida រដ្ឋទីក្រុង Miami ហ្នឹងគឺរយៈពេល3ថ្ងៃហើយទើបតែបិទបញ្ចប់នៃការពិភាក្សាលើបញ្ហាអ៊ុយក្រែនទេអញ្ចឹងសហរដ្ឋអាមេរិកបើសិនជាដកខ្លួនចេញក៏វាមិនទៅខាតបង់អីដែរប៉ុន្តែគ្រាន់តែថាការព្យាយាមរបស់លោក Trump វាមិនបានលទ្ធផលហើយម្យ៉ាងទៀតសហរដ្ឋអាមេរិកក៏មិនទាន់ថាត្រូវតែបោះបង់ចោល 100% ក៏មិនទាន់ដឹងដែរប៉ុន្តែសម្រាប់អ៊ុយក្រែនវិញបើគ្មានសហរដ្ឋអាមេរិកជួយផ្ចង់ផ្ដើមទេគឺសហរដ្ឋអាមេរិកអ៊ុយក្រែននឹងរងការលំបាកខ្លាំងដូចបីតើអឺរ៉ុបហ្នឹងក៏ពិបាកដែរឥឡូវនេះគឺពិតមែនថាអឺរ៉ុបមានសភាវុធមាន F-35 អីជាដើមដូចជាករណីម្សិលមិញហ្នឹងគឺមានដ្រូនចូលដែនអាកាសរបស់ហូឡង់បញ្ចេញយន្តហោះចម្បាំង F-35 អីទៅតាមស្ទាក់តាមអីជាដើមគឺក៏នៅតែមានឧបសគ្គក្នុងការគម្រាមពីប្រទេសរុស្ស៊ីដែរហើយម្យ៉ាងវិញទៀតថ្មីហ្នឹងក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីលោកត្រាំហាក់ដូចជាថាបញ្ចប់និយាយថារុស្ស៊ីគឺជាការគម្រាមកំហែងដោយផ្ទាល់អានេះធ្វើឲ្យទីក្រុងម៉ូស្គូរឹតតែសប្បាយចិត្តទៀតរុស្ស៊ីលែងជាការគម្រាមកំហែងដោយផ្ទាល់សម្រាប់ពិភពលោកទៀតហើយអញ្ចឹងយុទ្ធសាស្ត្រថ្មីហ្នឹងធ្វើឲ្យរុស្ស៊ីស្វាគមន៍រុស្ស៊ីក៏យល់អញ្ចឹងដែរម្យ៉ាងទៀតនៅក្នុងយុទ្ធសាស្ត្រនេះត្រូវបានមានក្រំឡាំងលើកឡើងថាលោកត្រាំថែមទាំងនិយាយថាមហាអំណាចអឺរ៉ុបនឹងគឺថាដុនដាបខ្លាំងណាស់ឥឡូវនេះហើយពីមានក្រំឡាំងថាលោកត្រាំលើកឡើងនឹងស្តៀងនឹងអារម្មណ៍របស់រុស្ស៊ីដែរអញ្ចឹងមើលទៅថាបើសិនជាសហរដ្ឋអាមេរិកដកខ្លួនចេញឬក៏រយាលការងារនឹងបន្តិចគឺអឺរ៉ុបនឹងគឺថាជន់ជើងគ្នាពិបាកមានការព្រួយបារម្ភខ្លាំងដោយសារថាគ្រាន់តែការជជែកគ្នារវាងមន្ត្រីតំណាងរបស់សហរដ្ឋអាមេរិកនិងអ៊ុយក្រែនលើផែនការសន្តិភាពនេះបញ្ចប់3លើកមកហើយថ្ងៃទី3ហើយនៅរដ្ឋ Florida ហើយក៏ត្រូវតែជួបជាមួយនឹងមេដឹកនាំអឺរ៉ុបដែរលោក Zelensky បាននិយាយឲ្យកាលពីថ្ងៃអាទិត្យមុនពេលទៅជួបមេដឹកនាំអឺរ៉ុបហ្នឹងថាផែនការសន្តិភាពដែលបានចរចាកន្លងមកនេះវាស្ថិតក្នុងលក្ខណៈស្ថាបនាមានន័យថាការជជែកគ្នានេះវាដើរក្នុងលក្ខណៈស្ថាបនាប៉ុន្តែរឿងទាំងអស់ហ្នឹងមិនងាយស្រួលដោះទេហើយខាងវាមានក្រំឡាំងនេះថាការវិភាសារបស់សហរដ្ឋអាមេរិកកន្លងមកនេះគឺបានបង្ហាញថាផែនការហ្នឹងមានការកែប្រែច្រើនហើយទីក្រុងមូស្គូក៏រងចាំមើលដែរថាតើត្រូវនឹងផែនការរបស់ខ្លួនឬអត់បើត្រូវមូស្គូយកប៉ុន្តែបើអត់ដើរតាមផែនការរបស់មូស្គូអត់ត្រូវតាមការទាមទាររបស់មូស្គូទេមូស្គូមិនទទួលយកទេប៉ុន្តែលោក Vladimir Putin មុនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃពហុសប្តាហ៍មុនលោកបានផ្ដល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន India Today ថាលោក Donald Trump បានខិតខំប្រឹងប្រែងខ្លាំងដែលលោកមិននឹកស្មានថាលោក Trump បានបង្ហាញពីជំហរជាក់លាក់
ក្នុងការធ្វើការងារនេះមែនទែនមិនមែនជាការធ្វើយកលេសឬក៏គ្រាន់តែជាការធ្វើមួយដើម្បីសម្ដែងឲ្យគេឯងឃើញថាលោកត្រាំប្រឹងទេគឺប្រឹងពិតប្រាកដមែនប៉ុន្តែចំណុចខ្ទាស់គឺវាពិបាកនឹងដោះស្រាយខ្លាំងណាស់ដូច្នេះភ្លាមរុស្ស៊ីមិនទាន់ហ៊ានថាខ្លួនទទួលយកផែនការសន្តិភាពដែលបានកែប្រែនឹងទេនិយាយជារួមមកសហភាពអឺរ៉ុបនិងអ៊ុយក្រែនគឺថាបើសិនជាអាមេរិកដកខ្លួនចេញជាន់ជើងគ្នាហើយទោះបីជាមានសភាវុធទំនើបក៏ដោយហើយស្របនឹងត្រាំថាមហាអំណាចអឺរ៉ុបហ្នឹងគឺកំពុងតែដុនដាបកំពុងតែត្រន់នៅពេលបច្ចុប្បន្ននេះគឺគ្មានប្រទេសណាមួយមានសមត្ថភាពខ្លាំងក្លាដើម្បីការពារអ៊ុយក្រែនដែលជារបងផ្ទះរបស់ខ្លួននឹងបានទេនិយាយជារួមមកបើអត់អាមេរិកឬក៏អាមេរិកដើរចេញឬក៏រៀងតោះតាយបន្តិចគឺអ៊ុយក្រែននិងនឹងសម្ព័ន្ធមិត្តអឺរ៉ុបគឺនឹងជួបការលំបាកកាន់តែខ្លាំងបាទឥឡូវយើងងាកមកកាន់ជំហរសន្តិភាពរបស់អ៊ុយក្រែននិងរុស្ស៊ីវិញលោកសេរីមករហូតមកដល់ពេលនេះគេអាចមើលឃើញថាជំហររុស្ស៊ីនិងអ៊ុយក្រែនសម្រាប់សន្តិភាពនោះយ៉ាងណាដែរបាទមើលតាមភាគីអ៊ុយក្រែននិងរុស្ស៊ីខ្លួនឯងហ្នឹងគឺសុទ្ធតែជាអ្នកអះអាងថាខ្លួនចង់បានសន្តិភាពហើយចោទប្រកាន់គ្នាទៅវិញទៅមករុស្ស៊ីក៏ចោទប្រកាន់អ៊ុយក្រែនថាមិនចង់បានសន្តិភាពអ៊ុយក្រែនក៏ចោទរុស្ស៊ីថាដូចគ្នាអញ្ចឹងដែរប៉ុន្តែបើតាមជំហរសហរដ្ឋអាមេរិកថារុស្ស៊ីហាក់ដូចជាចង់បានច្រើនជាងចង់បានសន្តិភាពច្រើនជាងភាគីអ៊ុយក្រែនដែលគេលើកឡើងរហូតដល់ថារុស្ស៊ីមានសមត្ថភាពកំទេចអ៊ុយក្រែនទាំងមូលបានប៉ុន្តែបែរជាភាគីរុស្ស៊ីហាក់ដូចជាចង់បានសន្តិភាពច្រើនជាងខាងភាគីអ៊ុយក្រែនតាមពិតទៅរឿងវាមានចម្រូងចម្រាសនៅត្រង់ថាភាគីទាំងពីរនេះបើទោះជាអ៊ុយក្រែនក៏ដោយរុស្ស៊ីក៏ដោយគ្មានភាគីណាមួយចង់បានសង្គ្រាមទេប៉ុន្តែគ្រាន់តែការបញ្ចប់សង្គ្រាមនឹងវាពិបាកនៅត្រង់ថាមុនពេលដែលបញ្ចប់សង្គ្រាមគឺត្រូវតែមានចំណុចមួយដែលអាចទទួលយកទាំងសងខាងបានហើយត្រូវធ្វើឡើងតាមរយៈការចរចាទៅទៀតប្រសិនបើភាគីទាំងពីរគឺអ៊ុយក្រែននិងរុស្ស៊ីនៅតែប្រើប្រាស់អាវុធក្នុងការដោះស្រាយបញ្ហាឬអាចនិយាយថាសង្គ្រាមអ៊ុយក្រែនចប់ទៅដោយការប្រើប្រាស់អាវុធនោះគឺมันអាចចប់បានទេដោយសារអីដោយសារតែអ៊ុយក្រែនក៏នៅតែមានការផ្គត់ផ្គង់សព្វាវុធពីសំណាក់លោកខាងលិចដែលជាសម្ព័ន្ធមិត្តមានសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបជាដើមហើយចំណែកខាងរុស្ស៊ីក៏ជាមហាអំណាចសព្វាវុធនៅលើពិភពលោកដែរហើយក៏មានការទំនុកបំរុងផ្ចង់ផ្ដើមពីប្រទេសជាសម្ព័ន្ធមិត្តដែរដូច្នេះបើនិយាយពីការវាយប្រហារយកឈ្នះអ៊ុយក្រែនមិនអាចឈ្នះរុស្ស៊ីដោយអាវុធទេហើយរុស្ស៊ីក៏មិនអាចឈ្នះអ៊ុយក្រែនដោយអាវុធដែរប្រសិនបើលោកខាងលិចនៅតែជួយគ្រឿងយុទ្ធោបករណ៍ដល់ប្រទេសអ៊ុយក្រែនដូច្នេះនេះជាចំណុចសំខាន់ដែលភាគីទាំងពីរត្រូវតែចរចាគ្នានិយាយគ្នាក្នុងការបញ្ចប់សង្គ្រាមនៅលើទឹកដីរបស់ខ្លួនប៉ុន្តែរឿងដែលគួរឲ្យកត់សម្គាល់មិនចេះទៅទៀតសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះភាគីទាំងពីរមិនអាចនិយាយគ្នាបានទៀតมันអាចនិយាយនៅត្រង់ថាទោះបីជាអ៊ុយក្រែនក៏ចង់បានសន្តិភាពរុស្ស៊ីក៏ចង់បានសន្តិភាពភាគីទាំងពីរនេះมันអាចនិយាយគ្នាបានទេអញ្ចឹងហើយត្រូវតែមានអន្តរការីហើយអន្តរការីនោះសហភាពអឺរ៉ុបក៏មិនអាចជាអន្តរការីក្នុងការផ្សះផ្សាភាគីទាំងពីរឲ្យខិតជិតគ្នាឲ្យជួបចរចាគ្នាបានដែរគឺមានតែសហរដ្ឋអាមេរិកនេះឯងដូច្នេះប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបែបនេះនោះសញ្ញាសន្តិភាពអាចនឹងកើតមានប៉ុន្តែនៅពេលខាងមុខនេះប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើជាអន្តរការីក្នុងការសម្របសម្រួលភាគីទាំងពីរឲ្យជួបចរចាគ្នាក្នុងការបញ្ចប់សង្គ្រាមក៏សង្គ្រាមនឹងមិនអាចចប់ដែរពីព្រោះភាគីរុស្ស៊ីនិងអ៊ុយក្រែនមិនអាចនិយាយគ្នាបានដូច្នេះបើនិយាយឲ្យខ្លីមកវិញថាតើចំហរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងណាដែរចំពោះការបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនរវាងភាគីទាំងពីរថាភាគីទាំងពីរចង់បានសន្តិភាពដូចគ្នាប៉ុន្តែរុស្ស៊ីនៅតែរឹងជំហរថាបើសិនជាខ្លួនមិនបានសម្រេចគោលបំណងរបស់ខ្លួនទេគឺខ្លួននឹងមិនដើរចេញពីសង្គ្រាមទេហើយចំណែកអ៊ុយក្រែនក៏បានប្រកាសដែរថាអ្វីដែលខ្លួនបាត់បង់តាមការចង់បានរបស់ប្រទេសរុស្ស៊ីគឺខ្លួនមិនអាចទៅរួចទេដូច្នេះចំណុចខ្ទាស់នេះប្រហែលជាពិបាកក្នុងការទាញចិត្តគ្នាត្រូវរើគ្នាណាដូច្នេះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននេះទោះបីជាអ៊ុយក្រែននិងរុស្ស៊ីចង់បញ្ចប់ក៏ប្រហែលជាមិនអាចបញ្ចប់ដោយស្រួលដែរគឺត្រូវការពេលវេលាយូរបន្តទៀតបាទ
ងាកមកកាន់គោលដៅសង្គ្រាមរបស់រុស្ស៊ីដែលថាចង់ឈានទៅគ្រប់គ្រងតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែនទាំងមូលនោះរហូតមកដល់ពេលនេះគេអាចមើលឃើញថាតើរុស្ស៊ីសម្រេចគោលដៅរបស់ខ្លួនបានត្រឹមណាដែរលោករីណាបាទបើនិយាយពីដុនបាសទាំងមូលគឺមានរបាយការណ៍ថារុស្ស៊ីបានគ្រប់គ្រងដុនបាសទាំងមូលនេះ 85% ក្នុងហ្នឹងគឺមានលូហានសល់តិចតួចដុនញ៉េតនៅសល់ទីក្រុង3ចុងក្រោយទី1គឺប៉ូករ៉ូវនេះគឺរុស្ស៊ីថាគ្រប់គ្រងបានហើយប៉ុន្តែអ៊ុយក្រែនថាមិនទាន់ទេដោយសារតែឥឡូវនេះគឺអ៊ុយក្រែនរកច្រកថ្មីកំពុងតែដឹកជញ្ជូនសម្ភារៈគុតផ្គង់ដល់កងទ័ពរបស់ខ្លួននឹងកំពុងតែបន្តវាយប្រហារទេប៉ុន្តែលោកពូទីនប្រកាសតាំងពីសប្តាហ៍មុនមកម្លេះថាដណ្ដើមបានហើយដោយសារចេញពីចេញពីកន្លែងទីក្រុងប៉ូករ៉ូវហ្នឹងគឺជាច្រកសំខាន់ណាស់គឺសម្រាប់តភ្ជាប់មានច្រករថភ្លើងផ្លូវថ្នល់ដែលសម្រាប់ដឹកជញ្ជូនហ្នឹងគឺចេញមកកាន់ក្រាម៉ូតូសនិងស្លូវីននៅសល់ក្រុង2ទៀតបើសិនជាបានប៉ូករ៉ូវហើយនៅបាននៅសល់2ក្រុងទៀតគឺក្រាម៉ូតូសនិងស្លូវីននេះបើខ្ចប់មានន័យដណ្ដើមបានទាំងស្រុងគឺមានន័យថាអ៊ុយក្រែនដណ្ដើមបានហើយប៉ុន្តែឥឡូវនេះគឺនៅប៉ូករ៉ូវគឺថាប្រទេសបតុងនៅឡើយទេអ៊ុយក្រែនអះអាងថានៅបន្តប្រយុទ្ធរុស្ស៊ីថាដណ្ដើមបានហើយប៉ុន្តែការវាយប្រហាររបស់ភាគីទាំងពីរហ្នឹងគឺមានសន្ទុះខ្លាំងក្លានៅឡើយរហូតដល់សារព័ត៌មាន Al Jazeera ក្តី Channel New Asia និងសារព័ត៌មានផ្សេងទៀតការវិមសិមិញហ្នឹងបានចុះផ្សាយប្រងព្រាតថាខណៈកិច្ចខិតខំប្រឹងប្រែងការទូតដ៏ស្វាហាប់ដ៏ខ្លាំងក្លាក្នុងការនាំមកនូវសន្តិភាពសម្រាប់អ៊ុយក្រែនការវាយប្រហារឬហៅថាសង្គ្រាមអាកាសរវាងភាគីទាំងពីរហ្នឹងគឺកំពុងតែមានសន្ទុះខ្លាំងក្លាអាចថាខ្លាំងជាងការដើរការទូតនេះទៀតចឹងទេជារៀងរាល់ថ្ងៃរុស្ស៊ីបានវាយប្រហារសន្ធាប់ខ្លាំងមកលើប្រទេសអ៊ុយក្រែនដោយប្រើមីស៊ីលយានដ្រូនជាពិសេសគឺយានដ្រូនហ្នឹងច្រើនមែនទែនមិនត្រឹមតែនៅភាគខាងកើតនៅជុំវិញរដ្ឋធានីគៀវភាគខាងត្បូងទៀតរហូតដល់ចុងខាងលិចមានន័យថាចុងប្រទេសអ៊ុយក្រែនភាគខាងលិចជាប់នឹងប្រទេសប៉ូឡូញថែមទៀតនិងខាគៀវក៏ជាទីតាំងដែលរុស្ស៊ីកំពុងតែបង្កើនការវាយប្រហារដែរហើយមានពលក្រសួងការពារជាតិរបស់រុស្ស៊ីបានចុះផ្សាយដែលស្រង់សម្ដីដោយ Channel New Asia ក៏ដូចជា Al Jazeera កាលពីថ្ងៃអាទិត្យហ្នឹងបានផ្សាយថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍គឺបានស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយហៅថា Neptune ដែលបាញ់ពីអ៊ុយក្រែនហ្នឹងចាប់បាន5គ្រឿងហើយ rocket ដែលប្រើជើងទម្រHIMARS ហ្នឹងគឺចាប់បាន rocket ហ្នឹងទៀតហើយនៅយាន drone ប្រហែលជាជាង100គ្រឿងទៀតដែលត្រូវបានអ៊ុយក្រែនរុស្ស៊ីបាញ់ទម្លាក់ចោលទាំងអស់កាលពីថ្ងៃសៅរ៍ប៉ុន្តែព័ត៌មានហ្នឹងមកផ្សាយនៅថ្ងៃអាទិត្យដូច្នេះការវាយប្រហារសង្គ្រាមអាកាសរវាងភាគីទាំងពីរហ្នឹងគឺមានសន្ទុះខ្លាំងក្លាដោយអ៊ុយក្រែនម្ដងម្កាលអាចវាយចូលនៅទីក្រុងឬក៏ដែនដីឬក៏តំបន់នៅជានៅតាមព្រំដែនរបស់ប្រទេសរុស្ស៊ីទេហើយម្ដងម្កាលក៏ចិត្តទៅដល់តំបន់មូស្គូឬក៏ទៅក្រុងមូស្គូដែរដូច្នេះព័ត៌មានស្ដីពីការដណ្ដើមបានទាំងស្រុងហើយឬនៅដុនបាសគឺមិនទាន់បានទេប៉ុន្តែការវាយប្រហារនៅតែមានសន្ទុះខ្លាំងក្លាដែរលោកពូទីនថាក្នុងពេលឆាប់នឹងយកបានហើយដោយសារតែនៅសល់តែទីក្រុង2ទៀតទេនៅដុនញ៉េតប៉ុន្តែអ៊ុយក្រែនថានៅ3ដោយសារតែប៉ូករ៉ូវនោះគឺមិនទាន់ចប់ទាំងស្រុងទេដូច្នេះសង្គ្រាមអាកាសរវាងភាគីទាំងពីរគឺនៅតែមានសន្ទុះខ្លាំងក្លាប៉ុន្តែរុស្ស៊ីបានផ្សាយថាខ្លួនបានវាច្រឹបយកបន្តិចម្ដងសូម្បីតែនៅក្នុងតំបន់ខាគៀវក៏ដូចគ្នាដែរដែលឡែកអ៊ុយក្រែនគឺពេលខ្លះក៏ទទួលស្គាល់នៃការដណ្ដើមបានភូមិលំនៅឋាននានាពីកម្លាំងរបស់រុស្ស៊ីប៉ុន្តែកន្លែងខ្លះក៏អ៊ុយក្រែនស្ទាក់ចាប់ប្រព័ន្ធការស្ទាក់ចាប់យាន drone និងបាញ់កំទេចមីស៊ីលម្ដងម្កាលរបស់រុស្ស៊ីដែលបាញ់ចូលទឹកដីអ៊ុយក្រែននេះជារួមគឺសង្គ្រាមអាកាសមានសភាពខ្លាំងក្លាជាងការវាយលុកថ្មើរជើងរវាងភាគីទាំងពីរបាទសូមអរគុណលោករីណានិងលោកសេរីមយើងនឹងបន្តតាមដានបន្តទៀតអំពីបញ្ហានេះជម្រាបលាបាទអរគុណងាកមកកាន់ព័ត៌មានដែលឡែកអំពីបញ្ហានៅហ្គាហ្សាវិញភាគីចំនួនទាំងពីរគឺក្រុមសកម្មប្រយុទ្ធហាម៉ាស់និងអ៊ីស្រាអែលដែលបច្ចុប្បន្នកំពុងបន្តអនុវត្តនៅបទឈប់បាញ់ដំណាក់កាលទី1ដ៏រកម្មរកុសជាមួយគ្នានេះបានបង្ហាញនៅសញ្ញាដែលថាពួកគេនឹងធ្វើកិច្ចការឈានទៅរកការអនុវត្តនៅផែនការសន្តិភាពដំណាក់កាលទី2ស្នើឡើងដោយលោក Donald Trump សម្រាប់តំបន់ហ្គាហ្សា
ខណៈដែលអ៊ីស្រាអែលនិងក្រុមហាម៉ាស់ត្រៀមឈានទៅរកដំណាក់កាលទី2នៃផែនការដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សាការខ្វែងគំនិតគ្នាជាច្រើនកំពុងខិតចូលមកដល់លើតួនាទីដែលពុំទាន់ត្រូវបានកំណត់នៅឡើយរបស់កម្លាំងរក្សាសន្តិភាពអន្តរជាតិនៅក្នុងតំបន់ហ្គាហ្សាមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់លោកបាសាមណាអ៊ីមបាននិយាយនៅថ្ងៃអាទិត្យទី7ខែធ្នូឆ្នាំ2025ម្សិលមិញថាសេចក្តីព្រៀងរបស់សហរដ្ឋអាមេរិកតម្រូវឲ្យមានការបញ្ជាក់ច្បាស់ជាច្រើនគណៈក្រុមនេះបានត្រៀមខ្លួនដើម្បីពិភាក្សាអំពីការបង្កឬរក្សាទុកអាវុធនៅក្នុងអំឡុងពេលបទជប់បាញ់ដែលកំពុងបន្តលោកនិយាយថាខ្លួននឹងមិនទទួលយកកម្លាំងរក្សាស្ថិរភាពអន្តរជាតិដែលទទួលខុសត្រូវការរំសាយអាវុធនោះទេលោកបាននិយាយថាពួកលោកកំពុងស្វាគមន៍កងកម្លាំងអង្គការសហប្រជាជាតិឲ្យនៅជិតព្រំដែនត្រួតពិនិត្យកិច្ចព្រមព្រៀងបទជប់បាញ់រាយការណ៍អំពីការរំលោភបំពានទប់ស្កាត់ការកើនឡើងភាពតានតឹងគ្រប់ប្រភេទហើយក្រុមហាម៉ាស់នឹងមិនទទួលយកកម្លាំងដែលមានអាណត្តិប្រភេទណាមួយនៅលើដែនដីប៉ាឡេស្ទីនទេការនិយាយលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាលោកនឹងជួបជាមួយនឹងលោក Donald Trump ដើម្បីពិភាក្សាអំពីការចូលទៅកាន់ដំណាក់កាលថ្មីនៃផែនការរបស់ប្រធានាធិបតីអាមេរិកនៅចុងខែនេះលោកនិយាយថាចំណុចសំខាន់នៃកិច្ចប្រជុំនេះគឺការបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សានិងធានាបានថាខ្លួនបានបំពេញតាមការបដិញ្ញាចិត្តរបស់ខ្លួនចំពោះផែនការនេះដែលអំពាវនាវឲ្យដកយោធាចេញពីតំបន់ហ្គាហ្សាលោកនេតានយ៉ាហ៊ូបាននិយាយនៅក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដែលកំពុងធ្វើទស្សនកិច្ចថាពួកលោកមានដំណាក់កាលទី2ដែលមិនរួញរាឡើយហើយនោះគឺការទទួលបាននៃការរំសាយអាវុធរបស់ក្រុមហាម៉ាស់និងការដកយោធាចេញពីតំបន់ហ្គាហ្សាទូតទស្សនិកជននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងពិភាក្សាអំពីដំណាក់កាលទី2នៃផែនការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សាគឺពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅចុងខែនេះនាយករដ្ឋមន្ត្រី Benjamin Netanyahu របស់អ៊ីស្រាអែលបាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះត្រូវនឹងថ្ងៃទី7ខែធ្នូឆ្នាំ2025ថាដំណាក់កាលទី2នៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាគឺជិតមកដល់ហើយប៉ុន្តែក៏បានព្រមានថាមានបញ្ហាសំខាន់មួយចំនួនទៀតដែលនៅតែត្រូវដោះស្រាយរួមទាំងថាតើកម្លាំងសន្តិសុខពហុជាតិនឹងត្រូវដាក់ពង្រាយដែរឬយ៉ាងណាថ្លែងទៅការអ្នកសារព័ត៌មានរួមជាមួយនឹងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅក្នុងទីក្រុងសេរូសាឡឹមលោក Netanyahu បាននិយាយថាលោកនឹងបើកកិច្ចពិភាក្សាសំខាន់ជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅចុងខែធ្នូនេះអំពីមធ្យោបាយធានាឲ្យផែនការដំណាក់កាលទី2របស់ហ្គាហ្សាអាចសម្រេចបានលោក Netanyahu បាននិយាយបន្តទៀតថារូបលោកនឹងពិភាក្សាជាមួយលោក Trump អំពីមធ្យោបាយបញ្ចប់ការគ្រប់គ្រងរបស់ពួកហាម៉ាស់នៅហ្គាហ្សាកាលពីខែវិច្ឆិកាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថាលោក Trump បានអញ្ជើញលោក Netanyahu ទៅសេតវិមានក្នុងពេលដ៏ខ្លីខាងមុខប៉ុន្តែកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចជាក់លាក់មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈឡើយទូតទស្សនិកជនមេបញ្ជាការទ័ពរបស់អ៊ីស្រាអែលនៅហ្គាហ្សាបានលើកឡើងថាខ្សែបន្ទាត់លឿងដែលត្រូវបានកំណត់នៅក្នុងអំឡុងការអនុវត្តបទឈប់បាញ់ដំណាក់កាលទី1នៅហ្គាហ្សាគឺជាព្រំដែនថ្មីរបស់អ៊ីស្រាអែលមេបញ្ជាការកងទ័ពអ៊ីស្រាអែលលោក Eyal Zamir បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះត្រូវនឹងថ្ងៃទី7ធ្នូឆ្នាំ2025ថាកំណត់ខ្សែបន្ទាត់លឿងគឺជាខ្សែបន្ទាត់ព្រំដែនថ្មីនៅក្នុងតំបន់ហ្គាហ្សាខ្សែបន្ទាត់លឿងគឺជាតំបន់ដែលកងទ័ពអ៊ីស្រាអែលមិនទាន់ដកទ័ពនៅក្នុងទឹកដីប៉ាឡេស្ទីនដែលជាផ្នែកមួយនៃការរៀបចំបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី10ខែតុលាលោក Zamir បាននិយាយនៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Beit Hanoun និង Jabalia នៅក្នុងតំបន់ Gaza ជាកន្លែងដែលលោកបានជួបមេបញ្ជាការកងពលថាខ្សែបន្ទាត់លឿងគឺជាខ្សែបន្ទាត់ព្រំដែនថ្មីដែលបម្រើជាខ្សែការពារខាងមុខសម្រាប់សហគមន៍និងជាខ្សែបន្ទាត់នៃសកម្មភាពប្រតិបត្តិការលោកអះអាងថាយោធាបានបន្តគ្រប់គ្រងប្រតិបត្តិការលើផ្នែកទូលំទូលាយនៅតំបន់ Gaza ដែលបន្ថែមថាកម្លាំងអ៊ីស្រាអែលនឹងនៅតែមាននៅក្នុងតំបន់ទាំងនោះលោក Zamir បន្ថែមថាកងទ័ពនឹងមិនអនុញ្ញាតឲ្យក្រុមហាម៉ាស់បង្កើតខ្លួនឯងឡើងវិញហើយកំពុងរៀបចំសម្រាប់សេណារីយ៉ូវាយប្រហារដោយមិនបានរំពឹងទុកដែលលោកបានពណ៌នាថាជាមូលដ្ឋានគ្រឹះនៃផែនការជាច្រើនឆ្នាំខាងមុខរបស់យោធា